តាំងពីពួកគេតាក់ទងគ្នាមកអញនិយាយបានថាពួកគេគឺជាគូស្នេហ៍គំរូដែលជាគូស្នេហ៍ចាស់ទុំអត់ដែលមានបញ្ហាអីនឹងគ្នាដែលធ្វើឲ្យសារព័ត៌មានចុះផ្សាយអាក្រក់ៗនោះទេប៉ុន្តែគឺជាគូស្នេហ៍ដែលនៅឆ្ងាយពីគ្នាប៉ុន្តែកម្លាំងចិត្តគឺមានឲ្យគ្នាទៅវិញទៅមកមានពេលវេលាឲ្យគ្នាខ្លះៗហ្នឹងក៏ដើរលេងជាមួយគ្នាដើរលេងជាមួយនឹងក្រុមគ្រួសារទៅទទួលដល់ពលានយន្តហោះពេលដែលគូស្នេហ៍សងខាងហ្នឹងគឺភាគីណាមួយត្រូវទៅណាអញ្ចឹងណានិយាយទៅគឺអត់ដែលមានព័ត៌មានអាក្រក់សំបីតែម្ដងនៅក្នុង IG វិញទៅផុសរូបទៅកម្មវិធីជាមួយគ្នាប្រហែលថ្ងៃមុននេះឯងសប្តាហ៍ថ្ងៃនេះគឺលេចលឺព័ត៌មានថាបរិសម្នាក់ដែលជាតារាសម្ដែងហើយក៏ចេះច្រៀងដែរបានធ្វើការក្បត់ចិត្តសង្សាររបស់ខ្លួនដែលជាតារាសម្ដែងដ៏ល្បីវ័យក្មេងហើយតាំងពីម្សិលមិញម្ដងថ្ងៃហ្នឹងគឺរឿងហ្នឹងកំពុងតែហិតខ្លាំងមែនទែននៅក្នុងប្រទេសថៃពួកដូចនិយាយចឹងថាគឺជាគូស្នេហ៍ដែលមិនដែលមានបញ្ហាស្រាប់តែដល់ពេលមានបញ្ហាគឺបែវនៅថ្ងៃទី12ខែ4ឆ្នាំ2025នេះត្រូវជាថ្ងៃខួបកំណើតរបស់នីឆាទៀតខួបកំណើតខ្លួនឯងមួយទាំងមូលទទួលបានកាដូពីមនុស្សដែលខ្លួនឯងស្រឡាញ់យ៉ាងសាហាវព្រៃផ្សៃឥឡូវយើងមកចូលសាច់រឿងវិញសាច់រឿងហ្នឹងគឺដឹងពីខាងភីមេដែលជាអ្នកចាត់ការផ្ទាល់របស់ខាងភីតូណូផាគីននឹងតែម្ដងដែលគាត់បាននិយាយថាកំឡុងពេលដែលគាត់ធ្វើការវះកាត់ហើយអញ្ចឹងគាត់អាចមកធ្វើការបានទេគាត់ជាអ្នកចាត់ការផ្ទាល់ខ្លួនហ្នឹងណាគាត់ក៏បានឲ្យជំនួយការរបស់អ្នកចាត់ការផ្ទាល់ខ្លួនដែលរបៀបស៊ីលុយប្រចាំថ្ងៃមិនស៊ីប្រាក់ខែគឺប្រចាំថ្ងៃមកធ្វើការហើយម្នាក់ស្រីហ្នឹងពេលដែលធ្វើការហ្នឹងប្រាប់គេថាអត់មានសង្សារទេនិយាយទៅគឺប្រាប់អ្នកទាំងអស់គ្នាមករហូតថាគាត់ដែរមានសង្សារទេហើយរយៈពេលហ្នឹងគឺម្នាក់ស្រីហ្នឹងគឺគាត់មានការស្និទ្ធស្នាលគ្នាខ្លាំងមែនតែនពីអាទិត្យចុងក្រោយហ្នឹងជាមួយនឹងតូណូហើយតូណូហ្នឹងក៏ស្និទ្ធស្នាលដែរតែតូណូហ្នឹងគឺបានដកខ្លួនចេញនៅពេលដែលដឹងថាម្នាក់ស្រីហ្នឹងមានសង្សាររួចទៅហើយនិយាយទៅអត់បាននិយាយថាតាក់ទងគ្នាជាសង្សារគ្រាន់តែស្និទ្ធស្នាលនឹងគ្នាអាចនឹងលើសពីមិត្តភ័ក្តិអាចនឹងលើសពីអ្នកដែលគាត់រួមការងារប៉ុន្តែវាចូលលក្ខណៈថាវាទំនាក់ទំនងបែបប្រភេទហើយទោះមិនក៏ដោយប៉ុន្តែពួកគាត់មានរបៀបថាគេថតคลิปសៀងคลิปដែលគាត់និយាយសលេងដែលគាត់និយាយហ្នឹងណាដូចនិយាយលេងចោះឡើងអីចឹងទៅតូណូហ្នឹងនិយាយថាប្រាប់គេថាប្តីអញរបៀបចឹងបើសិនជាមានគេសួរនាំអញ្ចឹងថាប្តីអញហើយពួកគេនិយាយថានិយាយលេងនិយាយអីចឹងទៅប៉ុន្តែคลิปទាំងអស់ហ្នឹងហើយអូយអ្នកទាំងអស់គ្នាសាហាវខ្ញុំនិយាយមែនបើសិនជាខ្ញុំចេះនេះឆាខ្ញុំឈឺចិត្តសាហាវពួកគេស្និទ្ធស្នាលគ្នានឹងតែ2អាទិត្យចុងក្រោយហ្នឹងតែនិយាយទៅគឺ2អាទិត្យហ្មងតែស្និទ្ធស្នាលទៅរួចនិយាយបែបដឹងថាគេហៅថាស្នេហ៍មិនឈ្នះស្និទ្ធដោយសារតែកំឡុងពេលហ្នឹងគឺនេះឆាក៏គាត់រវល់ថតរឿងផងហើយគាត់ត្រូវដើរម៉ូតដើរអីផងទៅកម្មវិធីនៅស្រុកក្រៅអញ្ចឹងពួកគេទាំងពីរហ្នឹងគឺឆ្ងាយគ្នាខ្លាំងមែនតើដែលវាជាឱកាសនៅក្នុងការឲ្យតូណូហ្នឹងគឺស្និទ្ធស្នាលជាមួយនឹងខាងជំនួយការអ្នកចាត់ការហ្នឹងឯងហើយគេប្រាប់ថាគេនៅមានคลิปស្អីជាច្រើនទៀតអូយវិលមកធីងថងឆាកអូយនិយាយមែនខ្ញុំគ្រាន់តែលឺរឿងហ្នឹងហើយខ្ញុំញ៉ាំណាត់ធីឆាអត់ដឹងនិយាយមិនទេតែវាមានអារម្មណ៍ថាដូចមិនដឹងទេរឿងនេះដូចវិលមកណាត្រឡប់បកមកក្រោយវិញសារដើមតូណូគឺជាអតីតប្តីរបស់តេងម៉ូហើយបន្តមកទៀតคล้ายទៅជាសង្សាររបស់នីឆាដែលពួកគេបានស្គាល់គ្នាហ្នឹងគឺកំឡុងពេលដែលពួកគេថតរឿង Cupid រឿងនោះល្អមើលសាហាវព្រៃផ្សៃខ្ញុំមើលសឹងតែគ្រប់តួអង្គតែម្ដងហើយរឿងនោះល្អមើលមែនតើចឹងបានន័យថាពួកគេចាប់ផ្ដើមតាក់ទងគ្នាតាំងពី2017 2018មកគាត់ទៅដល់ឥឡូវវាខ្វះតែ2ឆ្នាំ3ឆ្នាំទៀតទេវា10ឆ្នាំហើយអត់ដែលមានរឿងអីទេហើយវីដេអូចុងក្រោយដែលគេសម្ភាសពួកគាត់ហ្នឹងណាថាឆ្នាំហ្នឹងអាចនឹងមានការ surprise សុំនីឆារៀបការទៀតឥឡូវហើយបងមន់ពងទាស្អុយបាយផាហើយសង្សាររបស់ម្នាក់ស្រីហ្នឹងណាធ្លាប់ឃើញតូណូនិងម្នាក់ស្រីហ្នឹងគឺចុះពីខុនដូក្នុងកំឡុងម៉ោងប្រហែលជា2-30នាទីក៏ដាត្រៀតចុះមកតែ2នាក់ហ្នឹងឯងពេលហៅចឹងទៅធ្វើអត់លឹងធ្វើអត់លឺហើយនៅពេលដែលម្នាក់ស្រីហ្នឹងសារភាពប្រាប់តូណូថាខ្លួនឯងមានសង្សារហ្នឹងហើយតូណូក៏អត់បានផ្ញើសារមកសុំទោសសង្សារហ្នឹងឬមកក៏អីអត់ទេអញ្ចឹងទៅធ្វើឲ្យសង្សាររបស់ម្នាក់ស្រីហ្នឹងគឺផ្ញើសារទៅប្រាប់ខាងនីឆាហ្នឹងឲ្យដឹងទាំងអស់ថាតូណូគឺបានក្បត់ចិត្តខ្លួន